ថ្ងៃទី21ខែតុលាឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃនៃមាស Gold ចលនាឡើងនៅតែខ្លាំងលើអបតម្លៃបើកទីផ្សារ Gold គឺ4355និងមកនៅ4304ក្នុងរយៈពេល20នាទីដំបូងតម្លៃបានប៉ះគ្រឹះមួយនៅ4372សញ្ញាបង្ហាញពីចលនាឡើងខ្លាំងនិងការទិញសកម្មប្រសិនបើចលនានេះបន្តការឡើងបន្ទាប់គឺ Pivot មួយនៅ4382និង Curl 2នៅ4390ដែលអាចជាតំបន់ធន់ខ្លីសម្រាប់អ្នកជួញដូរប៉ុន្តែបើ Gold ធ្លាក់ក្រោមអបគោលដៅចុះបន្ទាប់គឺ Curl មួយនៅ4337និង Curl 2នៅ4320តំបន់ទាំងនេះអាចជាកន្លងគាំទ្រសំខាន់សម្រាប់អ្នកទិញបច្ចុប្បន្នខ្សែនិង Cash នៅតែបង្ហាញសញ្ញាលើកទិសឡើងBullish បង្ហាញថាភាពជឿជាក់នៅលើទិសឡើងនៅតែមានទោះជាយ៉ាងណាត្រូវប្រុងប្រយ័ត្នពេលតម្លៃទៅជិតតំបន់ Curl ខ្ពស់ស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ